បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអានេះសិតតារឹសកញ្ញុងពុកម៉ែបងប្អូនហើយយើងគូប្លង់ទៅហើយដើម្បីយើងយកទៅវាលធ្វើជារូបសัตว์ផ្សេងៗគ្នាចឹងណាហើយមួយដុំនេះយើងយកមកធ្វើសัตว์គុជសីឃើញថាមួយរយៈមុននេះគឺភ្ញៀវរបស់យើងគាត់បានកំងសัตว์គុជសីច្រើនដោយសារតែឃើញយើងធ្វើបានមួយទៅស្អាតពេញចិត្តចឹងទៅពុកម៉ែបងប្អូនផ្សេងទៀតភ្ញៀវផ្សេងទៀតគាត់ក៏បានកំងឲ្យយើងសាងរូបគុជសីណាសាងពីគុលកញ្ញុងពេកគុលដែលមានជាប់រឹសជាប់អីចឹងទៅចឹងណាពុកម៉ែបងប្អូនអរគ្នាបាទជម្រាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ចម្លាក់បយ័នជីវិតយើងខ្ញុំហើយយើងវិលត្រឡប់មកជួបគ្នាវិញនៅក្នុងវីដេអូវែងចឹងពីមួយរយៈមុនគឺយើងអត់បានខកខានយើងអត់បានផុសជាវីដេអូវែងចែកជូនពុកម៉ែបងប្អូនទស្សនាទេដោយសារតែអត់សូវមានពេលវេលាក្នុងការកាត់វីដេអូកាត់អីចឹងណាមួយរយៈនេះក៏យើងចាប់ផ្ដើមចូលធ្វើជាវីដេអូវែងចែកជូនពុកម៉ែបងប្អូនទស្សនាអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចជួយ share វីដេអូម្នាក់មួយផងហើយជួយ follow page ម្នាក់មួយផងពុកម៉ែបងប្អូនដែលថ្មីដែលតើបានចូល follow page ចម្លាក់បយ័នជម្រាបយើងខ្ញុំអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាបាទហើយអធ្យាស្រ័យមែនទែនរាល់ការ comment របស់ពុកម៉ែបងប្អូនដែលបាន comment នៅក្នុងវីដេអូរបស់យើងហើយយើងអត់បានឆ្លើយតបពុកម៉ែបងប្អូនអញ្ចឹងណាដោយសារតែយើងអត់មានពេលវេលាគ្រប់គ្រាន់ក្នុងការឆ្លើយតប comment ពុកម៉ែបងប្អូនទេអញ្ចឹងណាព្រោះថាពុកម៉ែបងប្អូនគាត់ comment ចូលច្រើនអញ្ចឹងទៅគ្រប់វីដេអូអញ្ចឹងយើងអត់និយាយថាមកតែឆ្លើយតបឆាតពុកម៉ែបងប្អូនឲ្យ comment ពុកម៉ែបងប្អូនគឺយើងអត់បានធ្វើការទេដោយសារតែយើងធ្វើការផងយើងធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនផងអញ្ចឹងណាបាទហើយណាមួយឆ្លៀតគាត់ឆាតពុកម៉ែបងប្អូនដែលឆាតចូលសួរនាំពីតម្លៃថ្លៃថ្នូរអីចឹងក៏មិនទាន់នឹងបានឆ្លើយអស់ផងអញ្ចឹងណានៅពុកម៉ែបងប្អូនខ្លះនៅមិនទាន់បានឆ្លើយទេហើយអធ្យាស្រ័យមែនទែនបាទហ្នឹងហើយហើយពុកម៉ែបងប្អូនខ្លះឆ្ងល់អីងាករស់ស៊ីមិនឆាតមិនដែលឃើញតបដែរពុកម៉ែបងប្អូនតែតបអត់ទាន់អញ្ចឹងទៅយូរមិនបានតបមួយអញ្ចឹងណាហ្នឹងហើយការងារក៏យើងមិនហ៊ានទទួលច្រើនពេកតែទទួលច្រើនពេកទៅធ្វើអត់ទាន់ចឹងមួយរយៈមុនហ្នឹងក៏បានផ្ញើឈើទៅឲ្យភ្ញៀវវិញខ្លះដែលថាភ្ញៀវគាត់មានឈើមកយើងធ្វើអញ្ចឹងណាយូរពេកគាត់ក្រចាំអញ្ចឹងទៅក៏គាត់យកទៅឲ្យជាងផ្សេងគេធ្វើសិនអញ្ចឹងណាហ្នឹងហើយក៏សុំទោសមួយផងដែរដែលធ្វើទៅយើងយឺតយើងយូរជូនពុកម៉ែបងប្អូនពីព្រោះតែយើងសាងគ្រាន់តែបានមួយឥឡូវគឺយើងមិនហ៊ានធ្វើការមិនហ៊ានបខំលឿនទេដោយសារតែពុកម៉ែបងប្អូនយើងអត់ចង់បានស្អាតអញ្ចឹងដល់ពេលដែលយើងធ្វើមិនបានស្អាតទៅខ្លាចលោពុកម៉ែបងប្អូនរបស់យើងគាត់អន់ជប៉ុនចិត្តអីចឹងណាហ្នឹងហើយតើអញ្ចឹងយើងធ្វើក៏យើងព្រឹត្តព្រៀងហ្នឹងហើយណាមួយគ្នាយើងតិចផង2នាក់អីហ្នឹង3នាក់អីដល់អញ្ចឹងទៅធ្វើមិនទាន់ទេហើយសัตว์គុជស័យរបស់យើងនឹងក៏បានចូល 50% ហើយយើងចាប់ដើមខាត់សម្អាតដើម្បីធ្វើជាកាយ៉ាវអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាមកនេះថាសัตว์គុជស័យមួយអង្គមួយរូបគឺនិយាយថាក្បាច់ក្បូរច្រើនមែនទែននេះហើយជាសិល្បៈខ្មែររបស់យើងដែលអ្នកដតីពិបាកនៅក្នុងការលួចពិបាកនៅក្នុងការចម្លងយកអញ្ចឹងណាពុកម៉ែបងប្អូនបាទជាសិល្បៈបែបខ្មែររបស់យើងសម្បីតែរូបសัตว์រូបអីក៏មានលាយឡំជាមួយនឹងក្បាច់ខ្មែរព្យារបស់ខ្មែរអីចឹងណាបាទអញ្ចឹងបើដូចជាសัตว์ដែលពួកបរទេសអីគាត់ធ្វើគឺប្រភេទលាតធម្មតាតែពេលតែសិល្បៈរបស់ខ្មែររបស់យើងគឺមានការបញ្ចូលអារម្មណ៍សិល្បៈជាមួយនឹងរូបភាពពិតអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយក៏សូមទោសផងដែរបើសិនជាការនិយាយទៅវាលឺលួសខ្វះខាតសម្រាប់ពុកម៉ែបងប្អូនដែលតែងតែតាមដានទស្សនាអញ្ចឹងណាសំខាន់តែអភ័យទោសហើយសัตว์គុជស័យរបស់យើងគឺយើងព្យាយាមធ្វើគួចកាយ៉ាវមួយអញ្ចឹងណាហើយសាច់ឈើកញ្ញុងនឹងក៏ស្អាតដែរពុកម៉ែបងប្អូនសាច់ឡើងលឿងឆ្អិនឆ្អៅមកហើយកាយ៉ាវក៏ស្អាតក៏ប៉ុន្តែដល់ពេលតែយើងចាក់ក្បាច់ច្រើនពេកអញ្ចឹងទៅវាបាត់កាយ៉ាវពុកម៉ែបងប្អូនអត់ឃើញមានទេហ្នឹងហើយអញ្ចឹងមិនឃើញតែសាច់ពណ៌ឈើលាយក្រហមលាយខ្មៅអញ្ចឹងប៉ុន្តែបើសិនជាយើងធ្វើលាតវិញអូឃើញកាយ៉ាវអស់ទាស់ម្ដងពុកម៉ែបងប្អូនបាទហ្នឹងហើយយើងបានចូល60-70% ហើយអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយយើងនៅតែ 30% ទៀតយើងរួចហើយអញ្ចឹងយើងចាប់ផ្ដើមសម្អាតកន្លែងណាដែលយើងមើលគិតទៅថាវាមិនទាន់សមមិនទាន់ស្អាតអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយយើងសម្អាតនេះពេលដែលយើងធ្វើវីដេអូតិចអត់កាត់គឺការសម្អាតគឺយូរយ៉ាងបែបហ្នឹងពុកម៉ែបងប្អូនខ្លះមួយខ្លះគាត់សួរថាឃើញតម្លាក់លៀងលឿនដែររូបមួយលឿនដល់ពេលតម្លាក់ហ្នឹងពុកម៉ែបងប្អូនពេលអាសម្អាតហ្នឹងបានយូរមកកញ្ញាញ់ខួរមកដល់ពេលតែយើងធ្វើទៅមើលទៅស្ទើររៀងទៅនេះស្ទើរទៅនោះឈូសចោលទៀតបាទអញ្ចឹងណាហ្នឹងហើយมันងាយស្រួលទេតម្រាំតែបានរូបមួយចែកជូនអតិថិជនពុកម៉ែបងប្អូនរបស់យើងក៏ចំណាយពេលវេលាយូរអញ្ចឹងណា
បាទហើយក្នុងរូបសត្វគោចសីមួយហ្នឹងក៏ចំណាយពេលបែបជាខ្ទង់ចូលកន្លះខែអីមួយដែរពុកម៉ែបងប្អូនបាទហ្នឹងហើយ10ថ្ងៃជាងថាយើងថាកន្លះខែចុះហ្នឹងហើយបាទហើយឥឡូវយើងដល់វគ្គបាញ់ថ្នាំហើយអញ្ចឹងណាហ្នឹងហើយទឹកថ្នាំរបស់យើងគឺអតិថិជនរបស់យើងគាត់ត្រូវការទឹកថ្នាំស្ងួតហ្នឹងហើយពេលឈើរបស់យើងមកពេលតែយើងលាបអីទៅវាឡើងពណ៌អញ្ចឹងណាពុកម៉ែបងប្អូនបាទហ្នឹងហើយអញ្ចឹងមិនមែនតែយើងទៅបាញ់ថ្នាំបាញ់អីផ្សេងទេអត់ទេគឺពណ៌ធម្មជាតិរបស់ឈើទៅពេលតែយើងបាញ់ទឹកថ្នាំទៅវាឡើងពណ៌បែបនេះអញ្ចឹងណាហើយរូបរបស់យើងក៏រួចរាល់ដែរពុកម៉ែបងប្អូនយើងបានដាក់ភ្លុកយើងបានដាក់គ្រាប់ភ្នែកអីទៅវាកាន់តែស្រស់ស្អាតបន្ថែមអញ្ចឹងណាហើយរូបមួយនេះផងដែរគឺទៅឆ្ងាយមែនទែនហ្នឹងហើយអតិជនរបស់យើងគាត់នៅខាងស្រុកក្រៅនៅសហរដ្ឋអាមេរិកនោះគាត់បានកំងអញ្ចឹងណាហើយអរគុណមែនទែនមួយដែលបានកំងរូបសត្វពុជសីពីខាងចម្លាក់វិញ្ញាណជីវិតយើងខ្ញុំអញ្ចឹងណាហើយនេះជារូបទាំងសងខាងនៅពេលដែលយើងសាងរួចហើយយើងធ្វើវីដេអូលម្អិតចែកជូនពុកម៉ែបងប្អូនទស្សនាអញ្ចឹងណាហើយពុកម៉ែបងប្អូនចាប់អារម្មណ៍អាចចង់កំងថ្មីអីទៀតកំងបានពុកម៉ែបងប្អូនហ្នឹងហើយយើងអាចធ្វើជូនពុកម៉ែបងប្អូនបានគ្រប់ប្រភេទអញ្ចឹងរូបណាក៏យើងធ្វើជូនពុកម៉ែបងប្អូនដែរសំខាន់ឲ្យតែធ្វើទាន់រាល់ថ្ងៃឲ្យតែធ្វើទាន់ជូនអតិជនពុកម៉ែបងប្អូនគឺដឹងតែមានមួយថ្មីមួយចាស់នឹងកំងហោហែអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយអរគុណមែនទែនរាល់ការតាមដានទស្សនាវីដេអូពីចម្លាក់វិញ្ញាណសៀមរាបយើងខ្ញុំអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចជួយ share វីដេអូម្នាក់មួយផងដើម្បីជាការចែករំលែកអញ្ចឹងណាហើយដល់មួយជាការលើកទឹកចិត្តដល់ក្រុមជាងយើងខ្ញុំដើម្បីឲ្យមានកម្លាំងចិត្តពេលដែលយើងមានវីដេអូរបស់យើងមានការគ្រប់គ្រងមានអ្នកមើលច្រើនអីចឹងទៅពួកជាងយើងក៏សប្បាយចិត្តក្នុងការសាងហើយយើងបញ្ចេញស្នាដៃចែកជូនអតិថិជនពុកម៉ែបងប្អូនយើងទស្សនាអីចឹងទៅណាពុកម៉ែបងប្អូនអរគ្នាបាទហ្នឹងហើយវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរពុកម៉ែបងប្អូនអរគុណមែនទែនរាល់ការតាមដានទស្សនាពីចម្លាក់វិញ្ញាណសៀមរាបយើងខ្ញុំសូមអរគុណសូមជម្រាបលាបាទ